រឿងរបស់យើងមិនចាប់ផ្ដើមដោយសម្លេងក្រហមទេប៉ុន្តែជាមួយនឹងអារម្មណ៍ស្ងប់ស្ងាត់នៃក្តីសង្ឃឹមជនជាតិអ៊ីស្រាអែលបន្ទាប់ពីការលំបាកជាច្រើនឆ្នាំនៅក្នុងប្រទេសអេស៊ីបទីបំផុតបានទៅរកសេរីភាពហើយសំបុយតែក្នុងចំណោមការធ្វើដំណើរដ៏មហិមារបស់ពួកគេក៏មានពេលនៃការសោយរួមគ្នានិងភាពរីករាយតូចៗផងដែរក្មេងម្នាក់ចង្អុលទៅផ្កាវាលខ្សាច់ដោយចម្លែកក្រុមគ្រួសារមួយចែករំលែកអាហារតិចតួចដោយអំណរគុណម៉ូសេទោះបីជាមានបន្ទុកដោយទំនួលខុសត្រូវដ៏ធំក៏ដោយក៏បានរកឃើញការលួងលោមនៅក្នុងការសង្កេតមើលភាពធន់របស់ប្រជាជនរបស់គាត់និងសមត្ថភាពរបស់ពួកគេនៅក្នុងការស្វែងរកភាពរីករាយនៅក្នុងសហគមន៍របស់ពួកគេប៉ុន្តែសន្តិភាពរបស់ពួកគេមានរយៈពេលខ្លីសំឡេងក្រហឹមពីចម្ងាយបានប្រែคล้ายទៅជាពពកធូលីហើយដំណឹងដ៏គួរឲ្យភ័យខ្លាចបានរីករាលដាលដោយភ្លើងឆេះព្រៃកងទ័ពរបស់ស្ដេចផារ៉ោនកំពុងមកការភ័យស្លន់ស្លោចាប់ផ្ដើមរាលដាលពាសពីនជំរុំជាប់គាំងរវាងកងទ័ពដែលកំពុងរុលទៅមុខនិងសមុទ្រក្រហមដ៏ធំទូលាយការអស់សង្ឃឹមបានគំរាមកំហែងដល់ពួកគេហេតុអ្វីបានជាញ៉ាំនាំយានមកទីនេះដើម្បីស្លាប់ម៉ូសេពួកគេស្រែកទោះជាយ៉ាងណាក៏ដោយម៉ូសេដោយជំនឿដ៏មោះមុតបានដឹងថាការធ្វើដំណើររបស់ពួកគេទោះបីជាលំបាកយ៉ាងណាក៏ដោយគឺជាផ្លូវនៃគោលបំណងគាត់បានលើកដំបងរបស់គាត់មិនមែនជាកាយវិការនៃវេទមន្តទេប៉ុន្តែជាការជឿទុកចិត្តដ៏ជ្រាលជ្រៅការជឿទុកចិត្តលើអ្វីដែលមើលមិនឃើញនៅក្នុងអំណាចនៃការបដិញ្ញាចិត្តរួមគ្នារបស់ពួកគេនិងការយកចិត្តទុកដាក់ដែលពួកគេមានសម្រាប់អនាគតរបស់ពួកគេបន្តិចម្ដងយ៉ាងអស្ចារ្យទឹកសមុទ្រក្រហមចាប់ផ្ដើមរំកិលមិនមែនដោយហិង្សាទេប៉ុន្តែដោយចលនាដ៏អស្ចារ្យនិងវិលវល់ពួកវាបានបំបែកគ្នាបង្កើតជញ្ជាំងទឹកខ្ពស់ពីរបង្ហាញផ្លូវស្ងួតឆ្លងកាត់បេះដូងនៃសមុទ្រផ្លូវមួយដែលកើតចេញពីជំនឿដ៏មោះមុតនិងការខិតខំប្រឹងប្រែងយ៉ាងឧស្សាហ៍ព្យាយាមមិនត្រឹមតែពីម៉ូសេប៉ុណ្ណោះទេប៉ុន្តែក៏ពីបុគ្គលគ្រប់រូបដែលបានតស៊ូផងដែរសំឡេងឧទ្យានដោយការភ្ញាក់ផ្អើលបានបន្លឺឡើងពេញជនជាតិអ៊ីស្រាអែលការមិនជឿបានប្រែក្លាយទៅជាក្តីសង្ឃឹមដ៏ស្ទាក់ស្ទើរបន្ទាប់មកទៅជាការបដិញ្ញាចិត្តពួកគេបានចាប់ផ្ដើមដើរដោយប្រយ័ត្នប្រយែងនៅពេលដំបូងបន្ទាប់មកដោយភាពជឿជាក់កាន់តែខ្លាំងឡើងឆ្លងកាត់បាតសមុទ្រគ្រប់ជំហានគឺជាសក្ខីភាពនៃការធ្វើដំណើរដ៏លំបាករបស់ពួកគេនិងរង្វាន់ដ៏ពេញលេញនៃការស៊ូទ្រាំនឹងការលំបាកកុមារដែលធ្លាប់ភ័យខ្លាចឥឡូវនេះបានមើលដោយភ្នែកធំទៅកាន់ពិភពដ៏ចម្លែកនិងភ្លឺចែងចាំងជុំវិញពួកគេបានចង្អុលទៅសម្បុកខ្យងដ៏ចម្លែកនិងត្រីចម្លែកដែលជាប់នៅក្នុងជញ្ជាំងទឹកម៉ូសេបានដើរក្នុងចំណោមពួកគេលេងគ្រាន់តែជាអ្នកដឹកនាំទៀតហើយប៉ុន្តែជាអ្នកគង្វាលដែលដឹកនាំហ្វូងជៀមរបស់គាត់ឆ្លងកាត់អភូតហេតុការធ្វើដំណើររួមគ្នារបស់ពួកគេបានធ្វើឲ្យគ្រប់ពេលទោះបីជាអស្ចារ្យយ៉ាងណាក៏ដោយក៏មានអារម្មណ៍ពេញលេញយ៉ាងជ្រាលជ្រៅផងដែរនៅពីក្រោយពួកគេកងទ័ពរបស់ស្ដេចហ្វារ៉ុនដែលងងឹតភ្នែកដោយការដេញតាមយ៉ាងអឺតជប់ឆរបានបន្លឺសំឡេងរន្ទឺនៅលើផ្លូវដែលទើបនឹងលេចចេញបន្តែការដេញតាមរបស់ពួកគេត្រូវបានជំរុញដោយកំហឹងមិនមែនដោយគោលបំណងដ៏ប្រុងប្រយ័ត្នដែលបានដឹកនាំជនជាតិអ៊ីស្រាអែលនោះទេនៅពេលដែលជនជាតិអ៊ីស្រាអែលចុងក្រោយបានបោះជំហានទៅច្រាំងមកខាងទៀតម៉ូសេបានលើកដំបងរបស់គាត់ម្ដងទៀតខ្យល់បានប្រេះឆាជាមួយនឹងបញ្ញាដ៏ស្ងៀមស្ងាត់ដែលជាសក្ខីភាពនៃការបញ្ចប់នៃការឧស្សាហ៍ព្យាយាមនិងការយកចិត្តទុកដាក់របស់ពួកគេជញ្ជាំងទឹកដ៏ខ្ពស់ដែលបានឈរយ៉ាងរឹងមាំបានចាប់ផ្ដើមញ័រមិនមែនដោយរលកទន់ភ្លន់ទេប៉ុន្តែដោយសម្លេងក្រហឹមដ៏ខ្លាំងទឹកបានបាក់រលំលិចកងទ័ពរបស់ស្ដេចផារ៉ោននៃកាំងទឹកចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដែលជាទីបញ្ចប់ដ៏ឆាប់រហ័សចំពោះការដេញតាមឥតឈប់ឈររបស់ពួកគេនៅច្រាំងម្ខាងទៀតជនជាតិអ៊ីស្រាអែលបានមើលយ៉ាងមានសុវត្ថិភាពនិងសេរីការលាយបញ្ចូលគ្នានៃការធូរស្រាលការភ្ញាក់ផ្អើលនិងការយល់ដឹងដ៏ជ្រៅជ្រៅបានកើតឡើងចំពោះពួកគេការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ពួកគេបាននាំពួកគេទៅកាន់ពេលវេលាដ៏ពេញលេញនេះដំណើរទៅមុខគឺវែងឆ្ងាយប៉ុន្តែពួកគេបានយកមេរៀនដ៏មានតម្លៃជាមួយពួកគេថាទោះបីជាប្រឈមមុខនឹងភាពមិនអាចទៅរួចក៏ដោយការខិតខំប្រឹងប្រែងការតស៊ូនិងការយកចិត្តទុកដាក់ពិតប្រាកដចំពោះគ្នាទៅវិញទៅមកធ្វើឲ្យជីវិតពិតជាពេញលេញ
ហើយជួនកៅភាពរីករាយដ៏អស្ចារ្យបំផុតទៅបានរកឃើញនៅក្នុងទង្វើដ៏សាមញ្ញនៃការដើរម្ដងមួយជំហានជាមួយគ្នា